ហើយបើវីដេអូនេះវិញចូលចង់មួយខែជាងការពិតពេលខ្លះការកាត់វីដេអូការបញ្ចូលសលេងគឺត្រូវការ motivation ត្រូវការពេលវេលាពេលខ្លះទៅខ្ញុំក៏មានអារម្មណ៍ថាខ្ញុំរៀងហត់នឿយខ្ញុំអត់ចង់ធ្វើអត់ចង់អីណាទាំងអស់គ្នាអូខេនេះកម្មវិធីការបើកតាំងពីពណ៌ស្នាដៃរបស់លូណាគាត់គឺជាប្រហែលជាកូនខ្មែរកាត់ប្រាំងពីព្រោះអីគាត់នេះស្នាដៃរបស់គាត់ក៏ប៉ុន្តែដោយសារថ្ងៃហ្នឹងខ្ញុំទៅវាចម្រុះចឹងទៅខ្ញុំអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំគិតថាស្អាតដូចស្នាដៃរបស់បងនៅខាងមុខហ្នឹងក៏ថតបញ្ចូលទៅព្រោះខ្ញុំឃើញស្នាដៃគាត់ស្អាតអីចឹងទៅខ្ញុំស្រឡាញ់ចឹងណាហើយពីច្រើននេះស្នាដៃរបស់លូណាគាត់គូលក្ខណៈរៀងសម្រាប់ខ្ញុំមិនសូវជាមានចំណេះជំនាញទៅលើស្នាដៃសិល្បៈអញ្ចឹងការគូរបស់គាត់ហ្នឹងខ្ញុំមើលទៅវាឃើញមានភាពសាមញ្ញប៉ុន្តែបង្កប់ដោយអត្ថន័យណាហើយថ្ងៃហ្នឹងដោយសារតែខ្ញុំប្រញាប់ផងខ្ញុំអត់បាននៅស្ដាប់ការរាយរាប់របស់គាត់ទេដោយសារខ្ញុំត្រូវមានកម្មវិធីមួយទៀតនៅ Himaveri កម្មវិធីដែលខាង Himaveri គាត់ប្រចាំកុន documentary អញ្ចឹងពេលទៅខ្ញុំថតស្លាកតាំងតិចហើយថតស្នាដៃមួយចំនួននៅ The Gallery ហើយ The Gallery ខ្ញុំអានច្បាស់ទាំងអស់គ្នាវាជាប់ដាតហើយក៏បន្តតាណាទៅចូលរួមកម្មវិធីមួយទៀតនៅ Himaveri ចឹងណាហើយនេះដូចទាំងអស់គ្នាឃើញការពិតបើទោះបីជាស្នាដៃរបស់គាត់មើលទៅលក្ខណៈសាមញ្ញហើយយើងអត់យល់ពីអត្ថន័យរបស់គាត់យើងអាចសួរនាំគាត់បានហើយមួយវិញទៀតហ្នឹងគឺការគ្រប់គ្រងពីមិត្តភ័ក្តិពីអតិថិជនរបស់គាត់ពួកអីខ្ញុំជឿជាក់ថាការដែលមានអតិថិជនច្រើនទៅចូលរួមគឺទី1សម្រាប់ខ្ញុំគឺលក្ខណៈមួយថាគាត់មានអ្នកគ្រប់គ្រងគាត់ដែលយល់ពីគាត់ហើយមួយវិញទៀតនឹងអ្នកដែលយល់ពីស្នាដៃសិល្បៈអីអញ្ចឹងជាដើមណាគាត់ទៅគ្រប់គ្រងហើយត្រង់នេះគឺនៅខាងវិចិត្រសាលគាត់បើក speech ពីកម្មវិធីរបស់ Luna ហើយដោយសារតែការថ្ងៃបើកហ្នឹងពួកគាត់និយាយប្រាំងហើយអញ្ចឹងទៅខ្ញុំអត់ចេះប្រាំងពួកខ្ញុំអត់យល់ទេទាំងអស់គ្នាហើយបន្ទាប់មកនេះ footage បន្តិចទៅចូលរួមកម្មវិធីប្រចាំកុន documentary នៅ Himaveri ថ្ងៃហ្នឹងជាលក្ខណៈថ្ងៃមួយដែលខ្ញុំមានអារម្មណ៍មួយថាខ្ញុំចង់ធ្វើខ្លួនខ្ញុំឲ្យសាមញ្ញហើយខ្ញុំរៀងហត់នឿយដែរ exhaust ដែរនៅពេលដែលយើងមានអារម្មណ៍ថាពេលខ្លះការខំប្រឹងប្រែងរបស់យើងវាអត់សូវចេញជាលទ្ធផលបងប្អូន